មានក្តៅទៀតហើយអាមេរិកបន្តវាយប្រហារយ៉ាងចាស់ដៃទៅលើអ៊ីរ៉ង់គណៈដូណាល់ត្រាំព្រមានថាប្រសិនបើអ៊ីរ៉ង់ហ៊ានតែអ្វីមួយនោះអាមេរិកនឹងសងត្រឡប់ទៅវិញ20ដងនៅថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026នេះសហរដ្ឋអាមេរិកបានបើកការវាយប្រហារយ៉ាងចាស់ដៃថ្មីទៀតទៅលើប្រទេសអ៊ីរ៉ង់បន្ទាប់ពីប្រមុខសេដ្ឋកិច្ចវិមានលោកដូណាល់ត្រាំប្រកាសថាកិច្ចព្រមព្រៀងបណ្ដោះអាសន្នគឺរលាយហើយនិងថែមទាំងគម្រាមទៀតថាថ្ងៃមុខបើអ៊ីរ៉ង់ហ៊ានអ្វីមួយអាមេរិកនឹងសងត្រឡប់ទៅវិញ20ដងយោងទៅតាមការចុះផ្សាយរបស់កាសែត CBC នៅថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026នេះកងទ័ពសហរដ្ឋអាមេរិកបានបើកការវាយប្រហារនៅឆ្នេរភាគខាងត្បូងប្រទេសអ៊ីរ៉ង់ដែលជាតំបន់យុទ្ធសាស្ត្ររួមមានកំពង់ផែធំៗដូចជាបានដាអាបាសដែលជាមូលដ្ឋានកងទ័ពជើងទឹកនិងភស្តុភារដ៏សំខាន់ពាក់ព័ន្ធនឹងរឿងនេះប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះក្នុងតំបន់កុនណារ៉ានិងឆាំបាហាព្រមទាំងកោះអាប៊ូមូសាក្នុងឈូងសមុទ្រពាក់ហើយមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំផងដែរការវាយប្រហារនេះត្រូវបានអាមេរិកបញ្ជាក់យ៉ាងច្បាស់ដែរថាគឺដើម្បីបំផ្លាញសមត្ថភាពរបស់អ៊ីរ៉ង់ឈប់ឲ្យពួកគេគំរាមកំហែងដល់ការធ្វើចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រហូម៉ូសទៀតកាលពីថ្ងៃពុធបញ្ជាការរដ្ឋាភិបាលកណ្ដាលរបស់សហរដ្ឋអាមេរិកហៅថា CENTCOM ក៏ប្រកាសពីការទម្លាក់គ្រាប់បែកមួយទំហឹងនៅភាគខាងត្បូងនោះដែរគោលបំណងគឺដើម្បីកំទេចប្រព័ន្ធការពារដែនអាកាសហេដ្ឋារចនាសម្ព័ន្ធខ្លំមើលឆ្នេរសមុទ្រទីតាំងមីស៊ីលបាញ់ពីដីទៅអាកាសទីតាំងមីស៊ីលប្រឆាំងនាវានិងទីតាំងបាញ់បរោះដ្រូនហើយសងសឹកចំពោះការដែលអ៊ីរ៉ង់បាញ់លើកប៉ាល់ពាណិជ្ជកម្ម3គ្រឿងនៅក្នុងច្រកសមុទ្រហូម៉ូសថ្លែងនៅលើយន្តហោះ Air Force One លោកត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថាយើងទើបតែបានវាយប្រហារពួកគេយ៉ាងចាស់ដៃផងដែរហើយខ្ញុំចង់និយាយថាយើងវាយបកពួកគេក្នុងសមាមាត្រ20ទល់នឹង1បានន័យថារាល់ពេលដែលពួកគេវាយប្រហារយើងមួយយើងនឹងបកវាយត្រឡប់ទៅពួកគេវិញ20ដងមុននេះលោកត្រាំប្រកាសក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅទីក្រុងអង្ការ៉ាប្រទេសតូគីថា MOU ជាមួយអ៊ីរ៉ង់គឺរលាយបាត់ហើយនឹងហៅមេដឹកនាំអ៊ីរ៉ង់ថាជាជំងឺមហារីកទៀតផងលោកអះអាងថាសហរដ្ឋអាមេរិកកំពុងខ្ជះខ្ជាយពេលវេលានិយាយជាមួយអ៊ីរ៉ង់ហើយអាមេរិកក៏គ្រោងប្រើប្រាស់កម្លាំងយោធាជាមួយឲ្យការជំនួសឲ្យការព្យាយាមផ្នែកការទូតផងដែរហើយយើងត្រូវកម្ចាត់ជំងឺមហារីករបស់ពួកគេចោលហើយអ្វីដែលអ្នកគូតែដឹងគឺយើងត្រូវតែកាត់ដុំមហារីកនេះឲ្យបានឆាប់កាន់តែល្អ